ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយធីវីដែលថ្ងៃនេះគឺខ្ញុំនៅក្នុងចំការឡាឡាហ្វាមផ្ទាល់តែម្ដងឬក៏ហៅថាចំការថ្មបៃដុំដែលថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ចែករំលែកបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំឃើញកន្លងមកគឺតាក់ទងជាមួយនឹងបងប្អូនដែលនិយមការដាំដុះបន្លែដោយខ្លួនឯងនៅផ្ទះជាពិសេសគឺបន្លែ organic ចឹងណាចឹងទៅគាត់មានការយល់ច្រឡំលក្ខណៈថាស្អីក៏គាត់អត់ហ៊ានប្រើដែរហើយការដែលគាត់យល់ឃើញថាការដែលគាត់អត់ប្រើគឺជារឿងមួយដែលល្អធ្វើឲ្យគាត់ទទួលបានបន្លែល្អសម្រាប់សុខភាពអីចឹងណាប៉ុន្តែជាក់ស្ដែងគាត់មានផលលំបាកនៅពេលដែលគាត់អត់ប្រើអីទាំងអស់វាធ្វើឲ្យដំណាំរបស់គាត់ក្រេះក្រិនអត់មានសុខភាពល្អចុងបញ្ចប់គឺគាត់បាក់ទឹកចិត្តហើយគាត់លែងដាំតែម្ដងអញ្ចឹងថ្ងៃនេះដែរខ្ញុំចង់ស្រាយចម្ងល់ក៏ដូចជាចែករំលែកនៅបទពិសោធន៍ដោយសារតែខ្ញុំក៏ធ្លាប់ធ្វើការដាំដុះនៅបន្លែ organic ពីមុនមកច្រើនដែរអញ្ចឹងតើតងជាមួយនឹងបន្លែ organic ខ្ញុំចង់បញ្ជាក់បងប្អូនឲ្យដឹងថាគឺគេអត់ប្រើសារធាតុគីមីទេមិនថាថ្នាំមិនថាជីហើយគេមានគោលការណ៍របស់គេគឺច្រើនមែនតែនដើម្បីឲ្យយើងអាចអនុវត្តតាមគោលការណ៍ organic នឹងបានសូម្បីតែដីចម្ការរបស់យើងផ្ទាល់តែម្ដងក៏ត្រូវការឲ្យជាដីមួយដែលមានប្រវត្តិអត់ធ្លាប់ដាំពីមុនមកអាច3ឆ្នាំអីចឹងណាយ៉ាហើយមួយទៀតសូម្បីតែនៅចការជាប់យើងបើសិនជាយើងដាំ organic តែឯងហើយគេអត់ organic ក៏យើងអត់អាចទទួលបានគេហៅថាឧទាហរណ៍បើសិនជា apply យក certificate organic អីចឹងណាក៏យើងអត់បានដែរប៉ុន្តែថ្ងៃនេះខ្ញុំអត់ចង់និយាយពីចការធំទេគឺខ្ញុំចង់និយាយពីបងប្អូនដែលគាត់ដាំលក្ខណៈគ្រួសារហើយគាត់ដាំរបៀប organic ដោយសារតែខ្ញុំតែងតែឮគាត់និយាយថាគាត់អត់ដាក់ជីឲ្យតែគេដាក់ជីគឺគាត់ភ័យបារម្ភហ្មងឬក៏គាត់អត់ហ៊ានប្រើអីទាំងអស់អញ្ចឹងខ្ញុំចង់និយាយថារុក្ខជាតិក៏ដូចជាមនុស្សយើងក៏ដូចជាសត្វដែលមានជីវិតទូទាំងសកលលោកយើងដែរខ្ញុំចង់និយាយចឹងណាអញ្ចឹងរុក្ខជាតិក៏ត្រូវការនៅសារធាតុចិញ្ចឹមដើម្បីបំពន់រូបរាងកាយឲ្យមានការដុះលូតលាស់ល្អដូចគ្នាមនុស្សយើងមានមាត់សម្រាប់ញ៉ាំអាហារហើយរុក្ខជាតិមានឫសមានស្លឹកសម្រាប់ស្រូបអាហារដូចគ្នាអញ្ចឹងការដែលយើងបន្ថែមសារធាតុចិញ្ចឹមឲ្យរុក្ខជាតិឲ្យបានត្រឹមត្រូវឲ្យបានល្អនោះគឺជារឿងចាំបាច់សម្រាប់បន្លែ organic ក៏រុក្ខជាតិនៅតែត្រូវការគឺគ្រាន់តែថាយើងចេះជ្រើសរើសផលិតផលសម្រាប់ប្រើអញ្ចឹងការដាំដុះបែប organic បែបពីមុនមកអត់សូវមានផលិតផលអីច្រើនទេបងប្អូនគឺពិបាករកប៉ុន្តែឥឡូវមិនថាជីមិនថាថ្នាំគឺមានប្រភេទ organic គឺច្រើនមែនតើអាចជ្រើសរើសបានតាមតម្រូវការសម្រាប់ជីគេមានប្រភេទជីទឹកជីគ្រាប់រហូតដល់មានប្រភេទលក្ខណៈថាគេបាញ់លើស្លឹកអីអញ្ចឹងណាអញ្ចឹងគឺគេមានជី organic របស់គេហើយថ្នាំវិញគឺមានថ្នាំច្រើនប្រភេទគេមានថ្នាំរបៀបជាផ្សិតជីវសាស្ត្រដូចជាត្រីកូដឺម៉ាឬក៏ប្រភេទជាគេហៅថាដូចថ្នាំ BT អីអញ្ចឹងណាគេប្រើបាក់តេរីសម្រាប់កម្ចាត់យ៉ាឬក៏សម្រាប់ទប់ស្កាត់ណាមួយទៅលើសត្វល្អិតជាពិសេសគឺដង្កូវដែលបំផ្លាញទៅលើដំណាំបន្លែរបស់យើងអីចឹងទៅអញ្ចឹងសូមបងប្អូនក៏មានការព្រួយបារម្ភរឿងដាក់ជីដាក់អីឲ្យតែយើងជ្រើសរើសផលិតផលត្រឹមត្រូវហើយកាលណាដែលបងប្អូនដាំបន្លែ organic អត់ដាក់ជីអត់បាញ់ថ្នាំគឺអត់អាចទទួលបានទិន្នផលល្អទេហើយបងប្អូនអាចនិយាយបានថាចុះពីមុនមកការនៅជំនាន់គាត់នៅក្មេងៗឬក៏ជំនាន់យាយតាគាត់តបាច់គ្រាប់ទៅក្រោយផ្ទះទៅគឺដុះផលយកទៅណាមិនអស់ប៉ុន្តែត្រូវដឹងថាបច្ចុប្បន្នគឺអត់ដូចពីមុនទេការប្រែប្រួលអាកាសធាតុគឺចាប់ផ្ដើមពីមួយឆ្នាំទៅមួយឆ្នាំគឺមានការប្រែប្រួលជាលំដាប់ហើយសម្រាប់ការធន់ទ្រាំនៃសត្វល្អិតក៏វាមានខ្លាំងដោយសារតែកសិករឬក៏ប្រជាជនទូទាំងពិភពលោកមានការប្រើប្រាស់ថ្នាំគីមីយ៉ាងច្រើនយ៉ាងគំហុកដែលធ្វើឲ្យមានការកើនឡើងនៃសត្វល្អិតហើយនិងភាពធន់ទ្រាំរបស់វាអញ្ចឹងបើសិនបើយើងចង់ឲ្យដូចលើកមុនដែលយើងអត់ចាំបាច់ត្រូវដាក់ថ្នាំបាញ់ជីអីក៏អត់បានទេនិយាយទៅគឺអត់បានផលតែម្ដងប៉ុន្តែយើងត្រូវចេះជ្រើសរើសយកអ្វីដែលធ្វើឲ្យយើងមានសុវត្ថិភាពសម្រាប់យើងអ្នកប្រើប្រាស់ផ្ទាល់តែម្ដងសម្រាប់យើងបរិភោគខ្លួនឯងសរុបជារួមមកខ្ញុំមានតែប៉ុណ្្នឹងបងប្អូនប្រសិនបើបងប្អូនមានអីជាចម្ងល់បន្ថែមអាច comment នៅខាងក្រោមបានឬក៏ការចែករំលែករបស់ខ្ញុំនៅខ្វះខាតចំណុចណាមួយឬក៏មានកំហុសឆ្គងត្រង់ណាក៏បងប្អូនអាចជួយកែលម្អនៅខាងក្រោមនេះបាននេះគ្រាន់តែជាការយល់ឃើញនិងចែករំលែកនៅបទពិសោធន៍មួយចំនួនដែលខ្ញុំធ្លាប់ជួបប្រទះកន្លងមកដោយសារតែខ្ញុំក៏ជាអ្នកដាំ organic មួយរូបដែរហើយការដាំ organic របស់ខ្ញុំគឺបានប្រើប្រាស់នៅសារធាតុចិញ្ចឹមគ្រប់គ្រាន់បានប្រើប្រាស់នៅការប្រើប្រាស់នៅប្រភេទថ្នាំសត្វល្អិតជាប្រភេទសរីរាង្គដូចជាប្រេងស្តៅដូចជាទឹកខ្មេះកាមដូចជាផលិតផល BT ឬក៏
trichoderma ឬក៏អីជាច្រើនទៀតអញ្ចឹងជាចុងបញ្ចប់ខ្ញុំក៏ចង់បង្ហាញដែរនេះដោយសារតែខ្ញុំបានទៅចំការពូម្នាក់ដែលគាត់ដាំ organic ហើយគាត់បានប្រាប់ខ្ញុំថាសូម្បីតែ trichoderma ក៏គាត់ហ៊ានដាក់ដែរមូលហេតុដែលគាត់ហ៊ានដាក់ដោយសារតែគាត់អត់បានស្គាល់ថាអ្វីទៅគឺជា trichoderma អញ្ចឹងខ្ញុំចង់ណែនាំបងប្អូនបន្តិចដែរថា trichoderma គឺជាប្រភេទថ្នាំផ្សិតជីវសាស្ត្រដែលវាមានមុខងារឬក៏វាអាចទប់ស្កាត់នៅផ្សិតដតៃទៀតឬក៏ហៅថាផ្សិតចង្រៃបានតាមរយៈភាពលុបវាមានន័យថាផ្សិតនេះគឺវាមានចំនួនច្រើនហើយវាកម្ចាត់នៅផ្សិតចង្រៃបានអញ្ចឹងវាធ្វើឲ្យដំណាំរបស់យើងអាចជៀសផុតពីជំងឺផ្សិតដូចជាផ្សិតដែលបង្កឡើងដោយដីមានហើយវានៅដីអញ្ចឹងយើងអាចលាយវាជាមួយកំប៉ុស្តឬក៏យើងអាចលាយទឹកស្រោចបានគឺទប់ស្កាត់នៅផ្នែកខាងក្រោមនេះផ្នែកឫសហើយចំពោះស្លឹកវិញក៏អាចមានជំងឺផ្សិតដែរអញ្ចឹងសម្រាប់ផ្សិតគឺយើងអាចលាយទឹកហើយបាញ់វាតែយើងប្រើនៅពេលដែលវាត្រជាក់អញ្ចឹងណាសម្រាប់ព័ត៌មានលម្អិតគឺគេមាននៅក្រោយសំបកកញ្ចប់នេះអញ្ចឹងបងប្អូនអាចមើលបន្ថែមបានឬក៏មានចម្ងល់អីអាចសាកសួរខ្ញុំបន្ថែមបានហើយបើសិនជាចង់ស្វែងរក trichoderma ក៏អាចតាក់ទងមកយើងបានដែរផ្សព្វផ្សាយនេះគឺមិនដើម្បីលក់អីប៉ុន្តែគឺដើម្បីឲ្យបងប្អូនយើងគាត់បានស្គាល់ហើយកុំឲ្យខ្លាចវាដោយសារហ្នឹងគឺជាប្រភេទធម្មជាតិតែម្ដងអត់មានធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងទេយ៉ាហើយនេះគឺជាមិនចំការគឺជាថ្នាលតពាំងប្រាំងដែលយើងបានដាំដុះយ៉ាហើយបានប្រើប្រាស់ជាមួយនឹងថ្នាំសិត trichoderma ដូចគ្នានៅចំការឡាឡា farm ផ្ទាល់តែម្ដងយ៉ាអរគុណច្រើនហើយបើសិនបើចូលចិត្តវីដេអូនេះសូមបងប្អូនកុំភ្លេចជួយ share like ហើយនិង comment អ្វីដែលបងប្អូនចង់បញ្ចេញមតិយោបល់ដល់អ្នកគ្នាបាយបាយ